សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើឆាឡុកឡាក់សាច់គោទាំងនេះគឺជាគ្រឿងផ្សំរបស់មុខម្ហូបយើងថ្ងៃនេះអ្នកទាំងអស់គ្នាតោះយើងមកចាប់ផ្ដើមមើលប្រឡាក់សាច់របស់យើងវិញម្ដងនាងខ្ញុំដាក់ប្រេងខ្យង2ស្លាបព្រាទឹកត្រី2ស្លាបព្រាប៊ីចេង1ស្លាបព្រាកន្លះរួចហើយនាងខ្ញុំដាក់រ៉ូឌី1ស្លាបព្រាកន្លះដែររួចហើយស្ករត្នោតម្រេច1ស្លាបព្រារួចហើយយើងចាប់ផ្ដើមច្របល់ចូលគ្នាឲ្យសព្វអ្នកទាំងអស់គ្នាយើងធ្វើបែបហ្នឹងហើយចាំយកទៅឆាមានរសជាតិឆ្ងាញ់ណាអ្នកទាំងអស់គ្នានាងខ្ញុំដាក់ខ្ទះឲ្យក្តៅបន្តិចចាក់ខ្លាញ់ចូលរួចហើយដាក់ខ្ទឹមសចូលបន្តិចកូរចុះកូរឡើងមួយសន្ទុះខ្ទឹមក្រហមហើយចាំយើងចាក់សាច់ចូលកូរចុះកូរឡើងមួយសន្ទុះសាច់គោឆាឡុកឡាក់អញ្ចឹងឆាតែ2នាទីអីបានហើយអ្នកទាំងអស់គ្នាបើយើងឆាក្រៀមពេកធ្វើឲ្យសាច់របស់យើងនឹងរាងរឹងសាច់គោអញ្ចឹងអត់ឆ្ងាញ់ទេរួចហើយនាងខ្ញុំរៀបចំបន្លែរួចហើយនាងខ្ញុំក៏ចាក់សាច់គោយើងចូលនៅក្នុងចានរួចហើយអ្នកទាំងអស់គ្នាតោះមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាសាកភ្លក់ពី3ម៉ាត់មើលរសជាតិបែបម៉េចដែរធានាឲ្យគឺឆ្ងាញ់ណាអ្នកទាំងអស់គ្នាមិនចេះតែនិយាយណាគឺឆ្ងាញ់មែនអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំសូមជួយ like និង follow page ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តសម្រាប់នាងខ្ញុំធ្វើវីដេអូម្ហូបនេះបន្តទៀត